ចាបងប្អូនរដូវនេះគឺរដូវដែលសម្បូរទៅដោយចាដើមខាត់ណាក៏ដូចជាផ្កាខាត់ណាចឹងឲ្យកុំរំលងមុខម្ហូបងាយនេះនេះខ្ញុំថ្ងៃហ្នឹងមកធ្វើឆាដើមខាត់ណាជាមួយនឹងសាច់គោម្ហូបនេះងាយធ្វើប៉ុន្តែលំដាប់បែបហាងព្រោះអ្នកលក់ម្ហូបស្រាប់គេកម្រធ្វើណាបងប្អូននៃសាមកមុខនេះគឺវារៀងតម្លៃថ្លៃចឹងបើសិនលក់មុខម្ហូបស្រាប់គឺវាអត់ស្អីចាអញ្ចឹងហើយបើបងប្អូនទៅសាដឹងថាធ្វើម្ហូបអីមើលមុខម្ហូបដែលនេះខ្ញុំបានធ្វើហើយបងប្អូនសាកធ្វើតាមទៅធានាថាឆ្ងាញ់ហ្មងចាដោយសារអីរដូវកាលនេះរដូវកាលខាត់ណាតាមខាត់ណាល្អខ្ចីនៅជនបទនេះខាត់ណាក៏ស្រស់សាច់គោក៏ស្រស់ដែរដោយសារសាច់គោគេកាប់ប្រចាំថ្ងៃហើយនេះខ្ញុំក៏ទិញមកធ្វើម្ហូបទៅពេលទៅសាប៉ុន្តែខាត់ណាអត់សូវជាសម្បូរម៉ានេះហើយគ្រឿងផ្សំដោយបងប្អូនដឹងហើយពាក្យថាឆាគឺវាមិនជាខុសគ្នាម៉ានេះមែនទេមានបន្លែមានសាច់មានអំបិលប៊ីចេងស្ករទឹកត្រីអីហ្នឹងឯងហើយសម្រាប់ខាត់ណានេះខ្ញុំហាន់វារៀងបិឆិតស្ដើងចឹងឯងសម្រាប់ដើមវាបងប្អូនហើយខាត់ណានេះពពុះអាខាត់ណាដើមរៀងកប៉ោងបងប្អូនអាហ្នឹងបានហើយដើមវាអត់សូវរឹងបើបងប្អូនយកអាខាត់ណាម្យ៉ាងទៀតសម្បូរទៅស្លឹកហ្នឹងអត់សូវដើមវាអត់សូវនេះទេអត់សូវឆ្ងាញ់ទេអញ្ចឹងបើសិនយើងចង់យកមកឆាយើងក៏ត្រូវរើសមើលដែរអញ្ចឹងណាចាបើសិនយើងរើសអត់ត្រូវគឺអត់ឆ្ងាញ់ទេបងប្អូនអើយហើយសម្រាប់ស្លឹកខ្ទឹមវិញនេះខ្ញុំដាក់ប្រហែលជាមួយក្តាប់ហ្នឹងហើយយើងក៏ច្រាំខ្ទឹមសខ្ទឹមអីមកទុកសម្រាប់យកទៅឆាទៅមុខម្ហូបបងប្អូនមើលទៅអាចសាមញ្ញប៉ុន្តែសម្រាប់ស្ត្រីមេផ្ទះគឺគាត់ត្រូវការគិតមែនតែនរាល់ថ្ងៃបើសិនជាយើងអត់ទិញម្ហូបគេស្រាប់ទេយើងគិតត្រូវធ្វើរាល់ថ្ងៃគឺវារៀងលំបាកបន្តិចហើយពេលជុំបងប្អូនបន្ទាប់ពីស្លម្ជូរប្រហើរកកោឆាស្ងោរចៀនអីគឺយើងគិតថាច្រើនមុខមែនតែននេះជាប្រចាំខែសម្រាប់ស្ត្រីមេផ្ទះបើសិនជាអ្នកដែលគាត់ចូលចិត្តទិញម្ហូបក្រៅគឺអត់ពិបាកតែបើសិនយើងធ្វើម្ហូបញ៉ាំខ្លួនឯងទីមួយវារៀងសមចៃហើយរសជាតិឆ្ងាញ់ហើយអនាម័យក៏យើងដឹងទៀតតែបើសិនជាយើងទិញម្ហូបគេវិញពេលខ្លះវិញជួនកាលក៏ឃើញនេះឃើញនោះអញ្ចឹងទៅហើយរសជាតិក៏អត់ឆ្ងាញ់ចាបន្លែក៏យើងមិនដឹងគេលាងជ្រះល្អអត់ហើយបន្លែដែលគេទិញមកហ្នឹងក៏បន្លែល្អអត់អ្នកខ្លះគាត់លក់មែនប៉ុន្តែគាត់ព្យាយាមរកបន្លែណាដែលមានតម្លៃថោកចឹងណាហើយសាច់អីក៏យកសាច់ដែលមិនជាសិលល្អដែរជាពិសេសមុខម្ហូបដែលមានតម្លៃធូរថ្លៃខ្លាំងនេះជាការប៉ັດធម្មតាបើគេទិញគ្រឿងថ្លៃទិញសាច់ថ្លៃទិញបន្លែថ្លៃហើយมันអាចយកមកលក់រៀងថោកធូរថ្លៃឲ្យយើងបានទេមែនទេបងប្អូនបើសិនជាបងប្អូនមានពេលវេលាអីគឺយើងធ្វើញ៉ាំខ្លួនឯងគឺល្អបំផុតដែរទីមួយវាអាចជួយសុខភាពរបស់យើងហើយទីពីរយើងអាចជ្រើសរើសមុខម្ហូបចានឹងរសជាតិតាមតម្រូវចិត្តរបស់យើងអញ្ចឹងវីដេអូរបស់នេះខ្ញុំថ្ងៃនេះមានប៉ុណ្ណឹងហើយបើបងប្អូនចង់ដឹងអ្វីពីនេះខ្ញុំបន្តទៀតក៏ដូចជាដឹងពីមុខម្ហូបដែលនេះខ្ញុំធ្វើប្រចាំថ្ងៃបងប្អូនអាចចូលទៅកាន់ page របស់នេះខ្ញុំមកសៀបចាដើម្បីទស្សនាវីដេអូផ្សេងៗនេះខ្ញុំមានទាំងរបៀបធ្វើម្ហូបក៏ដូចធ្វើអីផ្សេង